សេចក្តីប្រកាសព័ត៌មានកម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមសម្ដែងនូវការប្រឆាំងជំទាស់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដែលធ្វើឲ្យមានការកែប្រែនៅបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិលពង្រឹងការគ្រប់គ្រងយោធាឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងដែលជាមូលហេតុធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងនិងរារាំងដល់ការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរការនេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដាក្នុងខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជាកាលពីថ្ងៃទី16ខែមករាឆ្នាំ2026សកម្មភាពបែបនេះបង្កនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ជារឿងមានសារៈសំខាន់ដែលត្រូវគូបញ្ជាក់ថាសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ត្រូវបានព្រមព្រៀងគ្នាថាជាក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយនិងគាំទ្រគ្នាទៅវិញទៅមកដោយមានគោលបំណងចម្បងបន្ធូរបន្ថយស្ថានភាពគាំពៀនិងស្ដារប្រក្រតីភាពនៃការរស់នៅរបស់ជនស៊ីវិលព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីហើយមិនមែនដើម្បីពង្រឹងវត្តមានយោធាឡើយនៅក្នុងបរិបទនេះកម្ពុជាអំពាវនាវឲ្យប្រទេសថៃអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់នៅគ្រប់ប្រការទាំងអស់នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅចុះថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានាកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នៅគោលការណ៍ថាព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងនោះឡើយថ្ងៃសៅរ៍14រោចខែបុស្សឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី17ខែធ្នូឆ្នាំ2026